គ្រប់ជីវិតនៅលើផែនដីមិនថាមនុស្សសត្វនិងរុក្ខជាតិសុទ្ធតែត្រូវការខ្យល់ជាចាំបាច់សម្រាប់ដកដង្ហើមដើម្បីរស់រានមានជីវិតខ្យល់ជាធនធានធម្មជាតិដែលអាចកកើតឡើងវិញបានទាំងស្រុងជារៀងរាល់ថ្ងៃនិងមិនមានដែនកំណត់ដែលផ្ទុយពីថាមពលធ្យូងថ្មនិងប្រេងឥន្ធនៈថាមពលខ្យល់គឺជាប្រភពថាមពលមួយក្នុងចំណោមប្រភពថាមពលកកើតឡើងវិញពីព្រោះខ្យល់អាចកើតឡើងវិញដោយធម្មជាតិហើយមិនបញ្ចេញឧស្ម័នឬសារធាតុពុលណាមួយនៅក្នុងបរិយាកាសទេនៅក្នុងដំណើរការផលិតអគ្គិសនីតើមានការផ្លាស់ប្ដូរពិភពលោកយ៉ាងដូចម្តេចបើសិនយើងអាចច្នៃថាមពលខ្យល់ទៅជាអគ្គិសនីដែលអាចប្រើប្រាស់បានមនុស្សបានប្រើប្រាស់ថាមពលខ្យល់អស់រយៈពេលរាប់ពាន់ឆ្នាំមកហើយដោយការប្រើប្រាស់ដំបូងរួមមានដូចជាការប្រើខ្យល់សម្រាប់បញ្ជូនទូឲ្យទៅមុខងារកិនស្រូវនិងពងទឹកសម័យបច្ចុប្បន្ននេះវាត្រូវបានប្រើសម្រាប់ផលិតអគ្គិសនីខណៈពេលដែលកង្ហារប្រើអគ្គិសនីដើម្បីបង្កើតខ្យល់តែទូប៊ីនខ្យល់វិញប្រើខ្យល់ដើម្បីបង្កើតអគ្គិសនីក្រុមក្បាលម៉ាស៊ីនទូប៊ីនខ្យល់មានឧបករណ៍បង្ហាញទិសដៅខ្យល់ដែលអនុញ្ញាតឲ្យក្បាលម៉ាស៊ីនអាចបង្វិលលើបង្គោលនិងបង្វែរមុខទៅរកទិសដៅខ្យល់បានដោយស្វ័យប្រវត្តិនៅពេលខ្យល់បក់ខ្លាំងស្លាបនឹងត្រូវបង្វែររកទីតាំងសុវត្ថិភាពហើយម៉ាស៊ីនត្រូវបានបញ្ឈប់ដំណើរការតាមប្រព័ន្ធត្រួតពិនិត្យនិងប្រព័ន្ធហ្វ្រាំងដើម្បីការពារហានិភ័យខូចខាតស្លាបត្រូវបានរចនាឡើងជាពិសេសក្នុងការចាប់យកថាមពលខ្យល់ឲ្យមានប្រសិទ្ធភាពខ្ពស់បំផុតដោយស្លាបនីមួយៗផលិតពីសម្ភារៈដែលទម្ងន់ស្រាលនិងរឹងមាំដើម្បីមានភាពងាយស្រួលក្នុងការបង្វិលក្រោយឆ្លងដំណើរការជាបន្តបន្ទាប់ទីបំផុតម៉ាស៊ីនភ្លើងក៏បំលែងថាមពលមេកានិកឲ្យคล้ายទៅជាថាមពលអគ្គិសនីដើម្បីផ្គត់ផ្គង់ឬដឹកជញ្ជូនឲ្យប្រើប្រាស់ចរន្តអគ្គិសនីត្រូវបានបញ្ជូនទៅអនុស្ថានីយ៍តាមរយៈខ្សែកាបក្រោមដីទាំងនេះតង់ចង់ត្រូវបានកើនឡើងម្ដងទៀតដើម្បីបញ្ជូនវាក្នុងបណ្ដាញអគ្គិសនីនិងចុងក្រោយអគ្គិសនីត្រូវបានបញ្ជូនតាមខ្សែបញ្ជូននិងចែកចាយដល់អ្នកប្រើប្រាស់នេះគឺជាវិធីដែលយើងប្រើប្រាស់ថាមពលខ្យល់ដើម្បីបំភ្លឺនិងផ្គត់ផ្គង់ដល់តំបន់ទេសចរណ៍ទីក្រុងមន្ទីរពេទ្យការប្រកួតកីឡានិងការប្រើប្រាស់ក្នុងគេហដ្ឋានក្រុមហ៊ុនស្នេហ៍តិចដែលឈានមកគេលើវិស័យថាមពលកកើតឡើងវិញកំពុងត្រៀមខ្លួនបោះជំហានថ្មីទៅមុខមួយកម្រិតបន្ថែមទៀតដែលជាការបើកទំព័រប្រវត្តិសាស្ត្រថ្មីរបស់ខ្លួនដើម្បីអភិវឌ្ឍលើវិស័យថាមពលកកើតឡើងវិញដែលដោយកម្លាំងខ្យល់មុនគេក្នុងព្រះរាជាណាចក្រកម្ពុជា